បាទជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះឆាសាច់គោជាមួយពពាយបងប្អូនបាទនេះបាទពពាយនេះគឺជាយកដាក់លាងទឹកដើម្បីដាក់ឆាជាមួយសាច់គោអញ្ចឹងបងប្អូនបាទនេះយកទៅលាងទឹកឲ្យបងប្អូនបាទនេះចាប់ផ្ដើមលាងទឹកសម្អាតពេលដើម្បីឲ្យវាជ្រះជាតិដីជាតិអីចឹងណាមានពពាយហើយមានលេម្ទេសខ្លះចឹងហើយនេះពពាយខ្ញុំបានចិត្តហាន់ឲ្យរួចហើយមួយខ្ទឹមសហើយនឹងម្ទេសបងប្អូនបាទត្រៀមដើម្បីយកឆាជាមួយសាច់គោបងប្អូនបាទនេះក៏បានចិតរួចរាល់ហើយនេះសាច់គោក៏បានហាន់ហើយបងប្អូនដាក់ចានយ៉ាងក្រហមឆ្អៅបាទសាច់គោហាន់លាងអីស្អាតអស់ហើយត្រៀមដាក់យកទៅឆាណាបងប្អូនបាទស្ករសបងប្អូនបាទស្ករសនេះហើយនឹងប៊ីចេងត្រៀមដាក់យកទុកឆាបងប្អូនបាទត្រៀមពេលហើយស្រួលដល់ពេលយើងឆាល្អក៏វាស្រួលចឹងបងប្អូនបាទនេះខ្លាញ់ត្រៀមដាក់ទុកនៅជិតខ្លួនដែរបាទហើយមានទឹកត្រីបងប្អូនបាទទឹកត្រីសម្រាប់យើងកុំឲ្យសាបតែយើងដើរមានជាតិប្រៃឆ្ងាញ់ហើយនឹងបន្ថែមរសជាតិទៀតមានប្រេងខ្យងបាទប្រេងខ្យងគេហៅប្រេងក្រុមតែរូបខ្យងរូប oyster បាទនេះខ្ទះបាទចាប់ផ្ដើមដាក់ខ្លាញ់ដើម្បីរឹងក្តៅបន្តិចទើបដាក់ខ្ទឹមបំពងបាទហើយមានម្ទេសលេតិចបាទដាក់ចានម្ទេសដាក់បន្តិចសិនក្រូចឈូចាំសរុបបាទកកូរឡើងកូរចុះដើម្បីខ្ទឹមរឹងក្រហមបន្តិចហើយឆ្អិនបន្តិចហើយក៏ចាប់ផ្ដើមដាក់សាច់ចូលបងប្អូនបាទពេលត្រឡប់ឡើងត្រឡប់ចុះហើយបាទហើយនេះដាក់សាច់ចូលហើយដាក់សាច់គោចូលមកកវីបាទដើម្បីឲ្យឆ្អិនសាច់បន្តិចទើបបានដាក់ឆាមួយបន្លែអញ្ចឹងបងប្អូនបាទត្រឡប់ឡើងត្រឡប់ចុះបាទលើក្រោមឆ្វេងស្ដាំមើលសាច់ទាំងដូចឆ្អិនល្អគ្រាន់ហើយបាទត្រឡប់ឡើងត្រឡប់ចុះឆ្វេងស្ដាំបាទលិចកាត់ជើងត្បូងបាទសាច់ក្រោមឡើងទៅលើអត់តាន់ឆ្អិនដាក់មកក្រោមបាទមើលថាសាច់រឹងឆ្អិនគ្រាន់ហើយបាទបានឆ្អិនគ្រាន់ហើយចាប់ផ្ដើមដាក់បន្លែបងប្អូនបាទដាក់បន្លែក៏កូរយកទៅម្ដងបាទនេះអរេនឆានបន្តិចសិនបាទហើយមានម្ទេសដាក់លេឲ្យហើយបាទហើយក៏យកបន្លែពពាយរបស់យើងហ្នឹងបានចិតរួចហើយក៏យកមកដាក់បាទដាក់ហើយក៏កូរវីឡើងចោះដាក់ឆាវត្រឡប់ទៅក្រោមឆ្អិនឡើងមកលើបបឡើងវិលចុះហើយជាមួយនឹងម្ទេសមើលទៅគួរឲ្យមានរសជាតិឈ្ងុយឆ្ងាញ់បាទបបឡើងបបចុះមើលទៅវាថាសាច់ហើយនឹងពពាយហ្នឹងរៀងឆ្អិនចិត្តឆ្អិនហើយបងប្អូនបាទនេះ70% 80% បងប្អូនបាទអញ្ចឹងបងទៅហើយផ្សែងធ្លុំបបឡើងបបចុះមើលថាសាច់ដែលឆ្អិនល្អហើយបាទនេះចិត្តឆ្អិនហើយបងប្អូនបាទចិត្តឆ្អិនហើយបាទមើលទៅតំណបងប្អូនបាទនេះក៏ចិត្តឆ្អិនហើយក៏ត្រៀមដុសដាក់ចានឡើយបងប្អូនបាទនេះបាទដុសដាក់ចានហើយបងប្អូនត្រៀមចានបាយចានអីហើយអញ្ចឹងក៏នេះត្រៀមបាយបានមិនមហូបតំណណាបងប្អូនហើយបាទជាមួយម្ទេសសប៉ាណាមេតរូបនៅចានហើបផងហើយក៏ម្ទេសពេតផងបាទហើយមានរសជាតិផ្អែមហឹរប្រៃតិចអញ្ចឹងទៅក៏មានរសជាតិឆ្ងាញ់បងប្អូនបាទចាប់ផ្ដើមភ្លក់បាទដាក់មួយម៉ាត់ហើយមើលសាច់តំណបងប្អូនបាទហ្នឹងហើយបងប្អូនបាទតំណណាចឹងដាក់បាយមួយចានហើយនឹងម្ហូបមួយចានទាំងមកបាទហើយក៏ចាប់ផ្ដើមរៀបភ្លក់បដាហើយបងប្អូនបាទហ្នឹងហើយបងប្អូនបាទនេះមានរសជាតិឆ្ងាញ់ណាស់បាទដាក់មួយម៉ាត់បាទបាយមួយម៉ាត់ម្ហូបមួយម៉ាត់ហើយមាននេះដុសម្ទេសរាងហើយតិចបងប្អូនដោយសារអត់មានដាក់ច្រើនម្ទេសបាទហ្នឹងហើយបងប្អូនបាទវីដេអូរបស់ខ្ញុំគឺមានបីច្រើនទេបងប្អូនវាមានតែប៉ុណ្្នឹងឯងអត់បានថតជាវីដេអូឃើញជារូបភាពមុខទេបាទលាមុខតិចសិនណាបងប្អូនបាទអញ្ចឹងអរគុណច្រើនបងប្អូនដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បាទសូមអរគុណច្រើនហើយក៏ជម្រាបលាបងប្អូនបាយបាទអរគុណច្រើនដែលបានតាមដានទស្សនាបាទអរគុណច្រើនបាយបាទ